បងប្អូនជាទីមេត្រីបាទថ្ងៃនេះខ្ញុំមានទូរស័ព្ទ Oppo មួយវាជាប់កូដដៃហើយមួយរយៈនេះខ្ញុំខានបានថតវីដេអូយូរណាស់ហើយខ្ញុំចង់បានទូរស័ព្ទបែបនេះឯងយកមកដោះកូដតាម Unlock Tool ទៅលើប៊ូតុង MediaTek អញ្ចឹងណាអញ្ចឹងតោះនាំបងប្អូនយើងទៅមើលរបៀបប្រើប៊ូតុង MediaTek គេដោះមិនបាទចុចទៅលើប៊ូតុងនឹងទៅហើយមិនចាំបាច់រើស model អីទេបងប្អូនណាបាទដាក់ tick នៅត្រង់កន្លែង preloader វាលោតចេញផ្ទាំងមកឲ្យយើងរើសហើយបើបោះយើង Vivo យើងរើស Vivo ទៅបើបោះយើង Oppo យើងរើស Oppo ទៅណាបាទ Oppo វាមាន version 1 version 2 version 3អញ្ចឹងទៅណាឥឡូវយើងរើសសាកល្បងដោយសារស៊េរីចាស់យើងរើសយក version 1សិនទៅហ្នឹងរើសយក version 1ហើយយើងក៏ចុចលើប៊ូតុង select ហ្នឹងទៅបាទរួចហើយយើងចុចទៅលើប៊ូតុង boot device បាទចុចទៅវារងចាំទូរស័ព្ទហើយត្រង់កន្លែងនេះវារងចាំទូរស័ព្ទហើយអញ្ចឹងយើងងាកមកខាងទូរស័ព្ទយើងវិញងាកមកខាងទូរស័ព្ទយើងបន្លត់វាទៅឥឡូវជាយាមបន្លត់ម្ដងពីរដងអីយ៉ាល្មិចចេះហ្នឹងបន្លត់បានហើយយើងចុច volume បូកដកនេះហើយយើងដុតឌុយចូលទៅខ្ញុំចុច volume បូកដកហើយពឹងគ្នាខ្ញុំម្នាក់ឲ្យជួយដុតឌុយដុតឌុយចូលបាច់ស្គាល់ទូរស័ព្ទហើយប្រយ fail បាទអត់ដំណើរការទេដល់កន្លែងហ្នឹង fail បងប្អូនត្រូវចំណាំណានៅពេលដែលយើងដោះកូដទៅវា fail អញ្ចឹងយើងត្រូវបើកទូរស័ព្ទយើងនឹងឲ្យចេញមកវិញមួយសារសិនមិនអាចព្យាយាមដោះទាំងងងឹតអញ្ចឹងបានទេបាទបើកឲ្យវាចេញមកវិញមួយសារសិនចេញហើយចាំបន្លត់វាទៅវិញដោះកូដម្ដងទៀតអាហ្នឹងទើបបានអាចទៅមុខរួចទោះបីជាយើងរើសមុខងារក្នុង Unlock Tool ត្រូវយ៉ាងណាក៏ដោយតែយើងអត់ព្រមបើកទូរស័ព្ទឲ្យចេញភាសាសិនទេគឺអត់ព្រមដើរទៅមុខទេណាបាទអញ្ចឹងយើងងាកមកខាង Unlock Tool យើងដក tick កន្លែងនេះឲ្យដាក់វាទៅវិញយើងរើសយក Oppo version 2 ម្ដងអញ្ចឹងមិញយើងរើសយក version 1វាអត់ support យើងរើសយក version 2ហើយចុចប៊ូតុង select ទៅហ្នឹងហើយចុចលើ boot device ម្ដងទៀតទៅអញ្ចឹងវារងចាំទូរស័ព្ទទៀតហើយបាទងាកមកខាងទូរស័ព្ទយើងវិញមិញយើងបានបើកឲ្យចេញភាសាសិនហើយយើងចុចបន្លត់វាទៅបាទពេលដែលបន្លត់ហើយចុចទៀតបាទចុច volume បូកដកហើយដុតឌុយទៅមានម្នាក់នេះដុតឌុយអូខេដុតឌុយទៅវាដើរប្រយទៅមុខអញ្ចឹងណាបាទស្គាល់ទូរស័ព្ទត្រឹមត្រូវហើយយើងបន្តទៅដោះកូដមិញគ្រាន់តែធ្វើឲ្យវាស្គាល់ទូរស័ព្ទទេបន្តដោះកូដចុចលើ format data ហ្នឹងហើយត្រង់ជំរើសនេះសំខាន់ណាស់ពួក Vivo មួយចំនួនទើបតែរើសយកពាក្យថា rifle ហ្នឹងបានអាចចេញមុខងារ Wi-Fi ឲ្យយើង connect Wi-Fi activate បាទរើសយក rifle វាស្គាល់ទូរស័ព្ទវាដើរទៅមុខបាទប្រយនេះភាគរយវាដើរទៅVivo មួយចំនួនត្រូវរើសយកមុខងារ rifle មិញណាសំខាន់ណាស់បងប្អូនណាបាទចប់ហើយបើទូរស័ព្ទមកធ្វើតេស្តវាទៅហ្នឹងហើយអូខេទូរស័ព្ទដែលប្រើ CPU MediaTek បងប្អូនអាចធ្វើតាមវិធីនេះបានដោយមិនចាំបាច់ទៅរើស model អីទេណាយើងរើសតែ preloader ឲ្យត្រូវតាម brand របស់វាមួយទៅហើយរើសដូរ version វាម្ដង version 1 version 2 version 3តាមភាពជាក់ស្ដែងហ្នឹងទៅបាទហើយរឿងចាំបាច់មួយទៀតចំពោះពួក Vivo ខ្លះដោះកូដបានរួចទៅវាអត់មានចេញ Wi-Fi ឲ្យយើងភ្ជាប់ដើម្បី activate ទៅមុខទេអញ្ចឹងកន្លែងនេះក៏សំខាន់ដែរបងប្អូនត្រូវធ្វើសារថ្មីម្ដងទៀតបើសិនបើរើសខុសណាហើយត្រង់កន្លែងនេះខ្ញុំដាក់បញ្ជាក់ម្ដងទៀតបងប្អូនចុច format data នេះក្នុងវីដេអូនេះណារួចហើយរើសយកមុខងារrifle នេះបាទទី2លេខរៀងទី2នេះណាបាទហើយចុច select ទៅហ្នឹងហើយប៉ុណ្្នឹងឯង